ហើយមួយថ្ងៃទៅឃើញហើយលិខិតកោលទោសនៃការឈ្លានពានប៉ុស្តិ៍ថៃតសេទៅហើយបើសិនយ៉ាងលិខិតកោលទោសនឹងវាការពារបូរណភាពទឹកដីបានមែនណារំលាយក្រសួងការពារជាតិចោលទៅកុំទុកតសេតែលិខិតហ្នឹងទៅអីក៏អន់ម្លេះលោកយើងអាណិតខ្ញុំនិយាយជាមួយកងទ័ពគឺគាត់អួលដើមករហូតមនុស្សប្រុសដែលជាកងទ័ពប្រុសខ្មែរសុកចិត្តស្រក់ឈាមតែមិនស្រក់ទឹកភ្នែកលើកនេះស្រក់ទឹកភ្នែកចេញឈាមអត់ស្រក់ឈាមមែនប៉ុន្តែយំចេញឈាមហើយពួកមេហ្នឹងអត់ទេនៅតែក្នុងក្រុងនេះទេមកដល់ពេលនេះហើយមិនទាន់ឃើញរដ្ឋមន្ត្រីក្រសួងការពារជាតិមិនទាន់ឃើញឧបនាយករដ្ឋមន្ត្រីណាមួយមិនទាន់ឃើញនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទៅឈរក្បែរព្រំដែនផងឋានៈដែលអនុทินដឹកនាំតែ3ខែវាទៅថតតាមព្រំដែន2ដងហើយថតនៅភូមិព្រៃច័ន្ទម្ដងថតនៅប្រាសាទតាកបីម្ដងឯនេះរវល់តែបច្ច័យគ្នានៅក្រុងនេះតនុយតលិចតនុយតកែបអត់ចេះខ្មាស់ពលរដ្ឋឥឡូវមកមើលថាឥឡូវហ្នឹងយើងឃើញកងទ័ពយំចេញឈានមន្ត្រីរាជការនិយាយអត់ចេញប្រជាពលរដ្ឋស្រក់ទឹកភ្នែកនិយាយមិនបានគេចោទញុះញង់យំតាម Facebook ពលរដ្ឋខ្លះពឹងលើរដ្ឋាភិបាលមិនបានបនខ្មោចម៉ែខ្មោចឪឲ្យជួយការពារដីកូនចៅផងពឹងស្អីអត់បានទេរដ្ឋាភិបាលមួយនេះនោះបើឥឡូវសំណួរសួរថាតើរដ្ឋាភិបាលនឹងកំពុងធ្វើអីរងហើយកន្លងមកខ្ញុំនិយាយហើយតែសង្គ្រាមវាមាន3ប្រភេទជាមួយនឹងថៃហ្នឹងវាមិនបដាប់វុនបាញ់និយាយទេដាក់ស្ងាត់តែឥឡូវលែងមានអីអួតដែរសង្គ្រាមសារព័ត៌មានក៏គ្មានទៅរួចជាមួយគេដែរព្រោះយើងពិភពលោកគេមើលមកយើងមិនមែនជាមនុស្សល្អផងក្រៀមការទូតក៏ទៅអត់រួចគេឈ្មោះវាមិនមានយុទ្ធសាស្ត្រចេញមកអយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមអស់ដីអស់ភាសាមកដល់យុទ្ធសាស្ត្រពោះចិត្តប៉ក់អស់ដីពីប៉ោយប៉ែតពីប្រទីមានជ័យធ្លាយមកដល់ហើយណាពោះសัตว์នឹងយុទ្ធសាស្ត្រពោះដល់មកដល់ឥឡូវអត់មានស្អីតជាមួយគេមិនត្រឹមតែហាមពលរដ្ឋខ្លួនឯងមិនត្រឹមតែហាមកងទ័ពមិនឲ្យផ្ទុះអាវុធទេមកដល់ដំណាក់កាលនេះខ្ញុំថាយុទ្ធសាស្ត្រនេះគេហៅយុទ្ធសាស្ត្រគេហៅយុទ្ធសាស្ត្រឆ្កែតឿព្រុសក្នុងរបងបងប្អូនដែរឃើញអាឆ្កែតឿទូចអូព្រុសមកក្នុងរបងព្រុសដល់ហើយនោះប៉ុន្តែគេបើករបងស្ងាត់ហើយបើករបងស្ងាត់ហើយណែមកដល់ឥឡូវមកដល់ហ្នឹងណាមកដល់ដំណាក់កាលប្រើប្រាស់យុទ្ធរឿងតាក់តងរឿងព្រំដែននេះគឺមកដល់រដ្ឋាភិបាលហ៊ុនម៉ាណែតមកដល់ដំណាក់កាលមួយគឺដំណាក់ឆ្កែតឿព្រុសក្នុងរបងហើយតែសេតែលិខិតតវ៉ាទេមានស្អីឡូឡាអញ្ចឹងទៅសេលិខិតតវ៉ាអាណាអានឲ្យទៅអញសេហើយគឺខ្ញុំលើកឡើងអញ្ចឹងបើថាលិខិតតវ៉ាលិខិតកោតទោសនឹងវាការពារបូរណភាពទឹកដីខ្មែរបានលុបក្រសួងការពារជាតិចោលទៅបាច់ការពារមិនបាច់មានទាហានស្អីតែសេតែលិខិតហ្នឹងទៅរកអាណាទៅសេបកកាយសរសេរបកកាយតែងលិខិតសេមួយថ្ងៃចេញ500លិខិតការពារបូរណភាពទឹកដីហើយហាមពលរដ្ឋកុំឲ្យនិយាយរឿងទឹកដីហាមកងទ័ពកុំឲ្យអីហ្នឹងមិនក៏មកដល់ដំណាក់កាលជ្រើសរើសយុទ្ធសាស្ត្រកំសាញីបែបហ្នឹង
ឥឡូវយើងមើលមើល35ឆ្នាំហើយឥឡូវយើងមិនបាច់និយាយពីមុនឆ្នាំ91មុនឆ្នាំ93ទេអាហ្នឹងវាយើងវារវល់ធ្វើសង្គ្រាមផ្ទៃក្នុងសង្គ្រាមមនោគមវិជ្ជាប៉ុន្តែពី93មកនេះវាគួរតែមានឱកាសនៅក្នុងការកសាងជាតិនឹងឲ្យវារឹងមាំមិនមែនតែមកនាំគ្នាមកនិយាយទៅដើម្បីឲ្យជាតិរឹងមាំណាមានកម្លាំងនៅក្នុងការពារជាតិយើងត្រូវពង្រឹងវិស័យអប់រំចា35ឆ្នាំមុនហ្នឹងយើងធ្វើអីហើយមកដល់ពេលនេះហើយបងប្អូនសង្កេតមើលទៅអ្នកវិភាគក្តីអ្នកអីក្តីអ្នកគ្រប់គ្រងរដ្ឋាភិបាលហ្នឹងពិនិត្យមើលខ្លួនឯងមើលតើរដ្ឋាភិបាលរាល់ថ្ងៃនេះណាមានសញ្ញាណាមួយដែលមានចេតនានៅក្នុងការពង្រឹងជាតិទេនៅក្នុងការធ្វើឲ្យជាតិកម្ពុជាជាតិខ្មែរនឹងខ្លាំងទេក្រៅតែពីពង្រឹងអំណាចខ្លួនឯងបើថានិយាយពីអំណាចខ្លួនឯងនឹងពង្រឹងដល់ហើយប្រើចំណាយលុយមិនក៏បានដែរប៉ុន្តែរឿងជាតិមួយរឿងអភិវឌ្ឍវិស័យកងទ័ពមួយឲ្យលួយនៅក្នុងនោះកងទ័ពចាស់ទៅក្រាញអំណាចទៅកងទ័ពថ្មីសើកូនអ្នកធំបនុយកងទ័ពចូលការ៉ាអូខេដល់ឡាកងទ័ពដែលការពារទឹកដីពិតប្រាកដក្ររហាមដល់ពេលធ្វើសង្គ្រាមលើកដៃសុំអ្នកលក់លេអនឡាញហើយបើហៅគេវិញហៅសវិរៈកងទ័ពវិរៈកងទ័ពស្អីអញ្ចឹងវិរៈកងទ័ពលើកដៃសុំគេរហូតអញ្ចឹងដោយសារអ្នកណាបងប្អូនកងទ័ពពិចារណាវាដោយសាររដ្ឋាភិបាលនោះវាមិនមែនដោយសារអ្នកណាគេមិនអោយវិស័យកងទ័ពខ្លាំងទេប៉ុន្តែអង្គរៈខ្លាំងបានអ្វីដែលជាឧបករណ៍ដើម្បីពង្រឹងអំណាចរបស់បុគ្គលអានឹងខ្លាំងគ្រប់កន្លែងសម្ភារៈប្រើសិលរបស់ទំនើបប៉ុន្តែកងទ័ពដែលការពារព្រំដែនពិតប្រាកដក៏ភ្លើងអាកានឹងច្រេះកណុងទៀតហើយមកដល់ពេលនេះយើងឃើញហើយអានឹងខ្ញុំត្រឡប់មកឃើញយុទ្ធសាស្ត្រការទូតមួយទៀតក្រៅទៅពីយុទ្ធសាស្ត្រឆ្កែព្រុសក្នុងលបងវាមានយុទ្ធសាស្ត្រមួយទៀតគឺយកសម្ព័ន្ធមិត្តចាស់យកសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រហ្នឹងយកមកបន្លាយថៃប៉ុន្តែអត់ដឹងខ្លួនឯងហ្នឹងចាញ់ល្បិចគេណាខ្ញុំនិយាយសំដៅលើណាដំណើរទស្សនកិច្ចរបស់លោកតូលឹមហ្នឹងអគ្គលេខាធិការបកកុម្មុយនីសវៀតណាមហ្នឹងអាហ្នឹងខ្ញុំមិននិយាយពីខ្ញុំមិនបាច់បកស្រាយច្រើនខ្ញុំឃើញអ្នកវិភាគខ្ញុំឃើញអ្នកអត្ថាធិប្បាយសង្គមនិយាយច្រើនណាស់តាំងពីកំហុសការប្រូតូកូលតាំងពីណាអ្នកខ្លះរិះគន់ប្រធានព្រឹទ្ធសភាហ្នឹងថាឡើងធ្វើស្ដាច់អាហ្នឹងខ្ញុំមិននិយាយអាហ្នឹងវាដឹងគ្រប់តែគ្នាហ្នឹងមិនបាច់និយាយទៀតទេអាហ្នឹងមិនដែលទេប៉ុន្តែខ្ញុំចង់បង្ហាញការចាប់អារម្មណ៍មួយដែលចង់ឲ្យបងប្អូនពិចារណាទាំងអស់គ្នាជាពិសេសអ្នកដែលធ្វើកិច្ចការងាររឿងអ្នកដែលសិក្សានិងធ្វើកិច្ចការងាររឿងទំនាក់ទំនងអន្តរជាតិ IO សំណួរសួរចេះសំណួរសួរថាហេតុអីបានជាលោកតូលឹមហ្នឹងអគ្គលេខាធិការមជ្ឈិមបកវៀតណាមដែលជាប្រធានរដ្ឋរបស់វៀតណាមបច្ចុប្បន្ននេះជាមនុស្សកំពូលនៅក្នុងប្រទេសវៀតណាមនេះជ្រើសរើសប្រទេសកម្ពុជាជាប្រទេសទី1នៃដំណើរទស្សនកិច្ចរបស់ខ្លួនក្រោយពីជាប់អាណត្តិថ្មីមានបានចាប់អារម្មណ៍អាហ្នឹងហេតុអីបានមិនជ្រើសរើសឡាវហេតុអីបានមិនជ្រើសរើសអាមេរិកដែលជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចហេតុអីបានមិនជ្រើសរើសចិនដែលជាមហាអំណាចសេដ្ឋកិច្ចហេតុអីបានមកជ្រើសរើសកម្ពុជាផលប្រយោជន៍ផ្នែកខាងនយោបាយរបស់វៀតណាមនៅកម្ពុជាធំណាស់ធំជាងអ្វីៗទាំងអស់ជាពិសេសវត្តមានរបស់ជនជាតិវៀតណាមដែលកំពុងស្នាក់នៅជាអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសកម្ពុជាយើងឃើញមេដឹកនាំគេគិតគូរពលរដ្ឋទេនេះជាហេតុផលចម្បងទី1ជាហេតុផលចម្បងទី1ដែលអគ្គលេខាធិការគណៈបកកុម្មុយនីសវៀតណាម
chưa rơ một Campuchia một kề tí pi Việt Nam bằng hai nhầm trong bằng hai nhầm pi đai nằm nai cho bọc luôn nào lơ tức đây Campuchia tàu thải anh ấy trong tu squad Việt Nam trong bằng hai tàu thải tha cô mà nhẹ nhảy dùng nông mục tiền anh p phần năng bàn hơi phần tái bom ô trời chăm mình men miền đây thà Việt Nam chui Campuchia thế men Việt Nam mau lượng ní phần rừng tầm nè tầm non rồi viên Campuchia Việt Nam Lào ní đập bay chui Campuchia ban bồ nạp hiệp tức đây ở ban tức đây là thay của công nghệ liên piên ấy màu bình tê còn là trong bậc hai thay thà phần năng bàn này không ai bị trở lơm đạo bị phần năng bàn này có lo máu khơi nhé ọt miền Việt Nam ọt miền Lào Nam một mà mặt tê về Thái liền biển dư ọt miền đê chúng nói tí 7 chỉ ca sầm kê hoặc chồng sau mà chia sẻ chồng sông cài sầm rùa rường tôn lâm tàu Lào môn vận tải chỉ vận tải để phép TP vàตัว ពី Lào មកហ្នឹងជាសម្ព័ន្ធមុតលូចិនហ្នឹងចង់បង្ហាញថាវៀតណាមហ្នឹងគឺជាបានគិតគូរអំពីផលប្រយោជន៍ផលខ្លួននៅក្នុងតំបន់ឥណ្ឌូចិននេះធំជាចម្បងធំជាងតំបន់ធំជាងសេដ្ឋកិច្ចចំណុចទី3ទន្ទឹមនឹងវៀតណាមចង់បង្ហាញដែនអំណាចរបស់ខ្លួនទៅប្រទេសថៃផងវៀតណាមក៏ចង់បង្ហាញកម្ពុជាថាកុំងាកចេញអំពីអំណាចរបស់វៀតណាមឲ្យសោះមូលហេតុដែលវៀតណាមមិនមាត់តាក់ទងទៅនឹងថៃឈ្លានពានកម្ពុជាវៀតណាមចង់បង្ហាញទៅកម្ពុជាថាប្រហែលមួយឆ្នាំពីរឆ្នាំមុនរៀងលយខ្មែរហ្នឹងរឿងព្រែកជីកហ្វូណនណារឿងទំនាក់ទំនងទិញអាវុធពីអាមេរិកឥឡូវនេះអាមេរិកបានដកអាប្រព័ន្ធអនុគ្រោះទិញអាវុធហ្នឹងហើយវៀតណាមចង់បង្ហាញថាណែពេលមានរឿងគឺមិនក៏មិនទៅពឹងអាមេរិកទៅអញ្ចឹងដំណើរទស្សនកិច្ចរបស់លោកតូលឹមមកកម្ពុជាជាប្រទេសអធិភាពនៅក្នុងតំបន់ឥណ្ឌូចិននេះគឺចង់បង្ហាញទៅកម្ពុជាថាកុំចង់ដើរចេញពីអំណាចរបស់វៀតណាមឲ្យសោះបើចង់បន្តអំណាចបន្តទៅទៀតប៉ុន្តែយើងឃើញថាមិនមែនមានន័យថាកម្ពុជាមិនឆ្លើយតបទេណាមិនមែនកម្ពុជាមិនបានផ្ដល់សញ្ញាណថាខ្លួនឯងហ្នឹងសុំទោសសុំអូនខុសហើយលើក្រោយកុំធ្វើដាក់អូនចឹងទៀតណាកម្ពុជាបានផ្ដល់សញ្ញាណទេតាក្រៅតែពីឥឡូវហ្នឹងការពង្រឹងក្រៅតែពីរឿងស្ដូបវៀតណាមទូទាំង25ខេត្តក្រុងមើលថែទាំស្ដូបនឹងបានល្អបង្ហាញអំពីគុណស្រ័យរបស់វៀតណាមនៅកម្ពុជាតាមរយៈពាក្យថាមិត្តភាពកម្ពុជាវៀតណាមដែលនៅវៀតណាមនោះបើគេដឹងថាខ្មែរយើងធ្លាប់ជួយធ្វើម៉េចឲ្យបានវៀតណាមបានប្រេងអង្គរមកវិញហ្នឹងគេដាក់រូបសំណាកហ្នឹងហើយប៉ុន្តែគ្មាននៅវៀតណាមវាមានតែនៅយើងជាការរំលឹកគុណក្រៅទៅពីហ្នឹងឥឡូវដូរសាលាមួយទៀតដាក់សាលាមិត្តភាពវៀតណាមនេះគេធ្វើតេស្តណាគេធ្វើតេស្តដូរដាក់សាលាអញ្ចឹងទៅហើយតែបន្តិចទៀតបោះចំហៀនទៀតដែរបងប្អូនចាំសង្កេតជាមួយខ្ញុំណាបងប្អូនចាំសង្កេតតិចទៀតភ្នំបូកគោគឺជាភ្នំគេហៅឋានសួគ៌ទីក្រុងឋានសួគ៌មិត្តភាពកម្ពុជាវៀតណាមបន្តិចទៀតទៅច្រកហ្នឹងហើយតិចទៀតទៅច្រកហ្នឹងហើយតើបានតែសាមដែរចង់ដូរឈ្មោះស្អីក៏ដោយនិយាយបែបនេះខ្ញុំមិនមែនមានចេតនានិយាយថាទៅឆ្លោះជាមួយអ្នកជិតខាងឲ្យអស់ទេមិនមែនមានន័យអញ្ចឹងទេ
ប៉ុន្តែធ្វើម៉េចដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសជិតខាងនេះឲ្យវាបានស្មើមុខស្មើមាត់ទុកកិត្តិយសឲ្យកូនចៅចំនួនក្រោយផងនឹងមិនទាន់និយាយអំពីអ្នកនយោបាយមួយចំនួនដើរបំភ័យកូនខ្មែរចំនួនក្រោយខ្លាចវៀតណាមផងណាអ្នកខ្លះជាពិសេសអ្នកក្រៅប្រទេសហ្នឹងបើមកចោលតិចបំភ័យតែខ្មែរនេះឯងហ្នឹងអូវៀតណាមអត់បានទេព្រោះហ្នឹងប្រកែព្រោះហ្នឹងរួមគ្នាឃើញទេប៉ុន្តែខ្លួនឯងអត់ដែលចង់ឲ្យខ្លួនឲ្យខ្មែររួមគ្នាទេប៉ុន្តែមិនបានមិនយើងមិនធ្វើឲ្យរៀងខ្លួនឯងរៀងខ្លាំងតិចទៅទំនាក់ទំនងស្មើមុខស្មើមាត់ជាប្រទេសជិតខាងដែលអាចការពារគ្នាទៅវិញទៅមកបានបែងចែកផលប្រយោជន៍សេដ្ឋកិច្ចមិនដឹងថាជាប់អីពីចំនួនមួយទៅចំនួនមួយហ្នឹងគឺមិនដែលថាកូនខ្មែរហ្នឹងមានមោទនភាពជាមួយមេដឹកនាំខ្លួនឯងបើមិននាំរឿងនេះទេនាំរឿងនោះចូលផ្ទះខ្ញុំនៅទោះបីយ៉ាងណាក៏ដោយបាទថ្ងៃនេះខ្ញុំសូមអធិស្ឋានដែលរៀងសំឡេងធ្ងន់ទេប៉ុន្តែរឿងទឹកដីនេះបងប្អូនខ្ញុំក៏ជាមនុស្សម្នាក់ដែលស្រឡាញ់ទឹកស្រឡាញ់ដីខ្មែរដែរមិនខុសពីបងប្អូនទេខ្ញុំមិនហ៊ានធៀបទំហំទឹកចិត្តខ្ញុំស្រឡាញ់បូរណភាពទឹកដីឲ្យលើសពីកងទ័ពនៅជួរមុខទេប៉ុន្តែក៏មិនអន់ជាងមន្ត្រីរាជការផ្សេងហើយមិនអន់ជាងអ្នកនយោបាយផ្សេងដែរហើយខ្ញុំនៅមានក្តីសង្ឃឹមតាមពិតទៅថ្ងៃនេះខ្ញុំចង់និយាយអំពីបុគ្គលិកលក្ខណៈនៃមេដឹកនាំចៅម៉ាស៊ីតទេប៉ុន្តែខ្ញុំទៅលើកទៅសប្តាហ៍ក្រោយដោយសារតែវារឿងណាបដ ாய் ឲ្យបើថាកងទ័ពថៃបើករថក្រោះមកយកកុងតឺន័រមកបើករថក្រោះនាំមុខយកកុងតឺន័រមកដាក់ទៅមិនថាទេអានេះសកម្មជន Facebook ឲ្យវាដឹកកុងតឺន័រមកដាក់ឲ្យតាមស្រួលកងទ័ពខ្មែរឈរមើលហើយឈរមើលមិនមែនកងទ័ពខ្មែរចង់ឈរមើលទេឈរទាំងញ័រសាច់ឈរទាំងស្រក់ទឹកភ្នែកដោយសារតែមេដឹកនាំដោយសារតែមេទ័ពទាំងអស់នោះប្រាប់ថាថ្នមស្ថានភាពថ្នមឲ្យអស់ដីចឹងថ្ងៃនេះខ្ញុំមិនដើរចេញអំពីប្រធានបទនឹងឆ្ងាយពេកទេប៉ុណ្ណឹងប៉ុន្តែកុំភ្លេចថារឿងទឹកដីនេះបងប្អូនត្រូវរក្សាជំហរបងប្អូនមន្ត្រីរាជការបងប្អូនពលរដ្ឋបងប្អូនកងទ័ពរក្សាជំហរកុំយល់យោគទៅតាមការបន្លប់ព្រឹត្តិការណ៍របស់រដ្ឋាភិបាលបកកែណាអាយុទ្ធសាស្ត្រកាយកប់ត្រឡប់ជន់ហ្នឹងបើថាមានរឿងអីដែលតាក់ទងនឹងរឿងជាតិហ្នឹងទៅគឺបង្កើតព្រឹត្តិការណ៍លប់ឡាយមកហើយប៉ុន្តែគេដឹងថាពលរដ្ឋយើងវាមិនចំហនៅក្នុងការចាប់អារម្មណ៍រឿងណាមួយហ្នឹងវាមិនសូវនេះទេតាមពិតទៅអ្នកនយោបាយជាន់ខ្ពស់បើដឹងថាពលរដ្ឋយើងអញ្ចឹងណាវាគួរតែអាណិតពួកគាត់ផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់ជូនគាត់ផ្ដល់ព័ត៌មានពិតឲ្យគាត់បង្កើតនៅកម្លាំងជាតិនិយមដើម្បីជួយរដ្ឋាភិបាលនេះអត់ទេក៏ហក់វល់ជុំទាំងអស់ពលរដ្ឋចំវែងហើយរងហើយបើក៏ហក់ណាបានក៏ហក់សេងសេរីអត់បានទេអត់បានទេមកអត់មានចាំបាច់ទាញព្រឹត្តិការណ៍មកឯណាស្អីទេមិនបាច់ទេគ្មានព្រឹត្តិការណ៍ណាសំខាន់ជាងបូរណភាពទឹកដីខ្មែរទេខ្ញុំផ្ដាំប៉ុណ្ណឹងហើយបើសិនជាគិតថាបូរណភាពទឹកដីខ្មែរជារឿងសំខាន់ជាងបដិសណ្ឋារកិច្ចមេបកកុម្មុយនីសអាហ្នឹងគឺមិនដឹងថាយកខួរផ្នែកណាយកមកគិតទេចឹងហើយខ្ញុំ
សូមអធិស្ឋានចំពោះការដំឡើងសម្លេងរបស់ខ្ញុំប៉ុន្តែខ្ញុំឲ្យតែនិយាយរឿងទឹកដីហ្នឹងគឺអារម្មណ៍វាចេះតែពុះកជ្រោលទោះបីជាមិនមានភាពក្លាហាននៅក្នុងប្រទេសអីក៏ដោយខ្ញុំទទួលស្គាល់ហើយនៅខ្លះហៅខ្ញុំឆ្កែព្រុសក្រៅរបងខ្ញុំហៅឃើញខមមិនណាខ្ញុំហៅរដ្ឋាភិបាលហ៊ុនម៉ាណែតជាប្រភេទរដ្ឋាភិបាលឆ្កែតឿព្រុសក្នុងរបងបើតែមានអ្នកហៅខ្ញុំតែឆ្កែខ្មៅព្រុសក្រៅរបងហៅទៅមិនអីទេប៉ុន្តែកុំភ្លេចថាឆ្កែក្រៅរបងនេះអត់មានមកុដពាក់ទេណាមានតែឆ្កែក្នុងរបងទេមានមកុដពាក់ចង់សម្ដៅថាអ្នកពាក់មកុដហ្នឹងគឺជាអ្នកដែលប្រើប្រាស់អំណាចរដ្ឋចាយថវិកាជាតិប្រជាកងទ័ពបានណាប៉ុន្តែអត់ហ៊ានចឹងតែនិយាយថាថៃឃ្លានពៀនហ្នឹងចង់ហ៊ាននិយាយផងឥឡូវចឹងហើយសូមគ្លៀនឱកាសនេះក៏សូមផ្ដាំទៅបងប្អូនទាំងក្នុងនិងក្រៅប្រទេសមេត្តាកុំវង្វេងស្ថានភាពកុំវង្វេងស្ថានភាពឲ្យសោះរឿងបូរណភាពទឹកដីគឺជារឿងដែលសំខាន់អារឿង Gen Z អារឿងលបែង game online អានេះជាកំហុសរបស់រដ្ឋាភិបាលណាជាកំហុសរបស់រដ្ឋាភិបាលខ្ញុំបានសរសេរនៅក្នុងបណ្ដាញសង្គម Facebook ផ្លូវការរបស់ខ្ញុំហើយថារឿងកំចាត់ game online នៅស្រុកខ្មែរនេះគ្មានអីពិបាកទេស្រួលដូចបកចេកទុំមិនមែនដូចបកចេកខ្ចីឬបកចេកទុំអញ្ចឹងពួកប្រធានក្រុមហ៊ុននៅនឹងហើយរឿងអីមិនស្គាល់បញ្ជីឈ្មោះបុគ្គលិកនោះយើងមើលទៅអ្នកដែលចេញប្រកាសកំចាត់ game online មុនចូលឆ្នាំខ្មែរអស់ពីកម្ពុជា 100% ហ្នឹងទៅមើលទៅមាននៅក្នុងបញ្ជីខ្មៅរបស់ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដែលសមាជិកសភាសហរដ្ឋអាមេរិកកំពុងតែស្នើទៅសភាឲ្យអនុម័តនៅក្នុងការកំចាត់ game online នៅអាស៊ីអាគ្នេយ៍យើងមើលមកជារឿងដែលគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសមួយដែលអ្នកកាន់អំណាចរដ្ឋបែរជាមានឈ្មោះនៅក្នុងបញ្ជីខ្មៅជាជនអន្តពាលជាអក្រិតជនខ្ញុំមិនទាន់ជឿ 100% ថាអាមេរិកនឹងវានេះទេណាប៉ុន្តែមកដល់ពេលនេះក៏មិនទាន់ឃើញមានអ្នកធ្វើលិខិតតវ៉ាអីជាពិសេសក្រសួងមហាផ្ទៃស្អុយឈ្មោះពេញពិភពលោកខ្ញុំបើកវងកញ្ចក់រឿងប៉ុណ្ណឹងបើគាត់ថាអ្វីដែលសំខាន់ខ្ញុំចង់គ្រាន់តែចង់បញ្ជាក់ម្ដងហើយម្ដងទៀតថាកុំបែកកម្មដ្ឋានរឿងបូរណភាពទឹកដីជារឿងអត្តភាពដែលកូនខ្មែរត្រូវតែគិតនិយាយមិនបានគិតក្នុងចិត្តសំចិត្តទុកថាពិចារណាស្ដាប់ឲ្យបានច្រើនពិចារណាថាអ្នកណាជាអ្នកបង្កើតកំហុសហ្នឹងអ្នកណាដែលគ្មានសមត្ថភាពការពារបូរណភាពទឹកដីមួយនេះហើយកុំដើរបន្ទោសគេណាកុំដើរបន្ទោសគេណាអាខ្លះហ្នឹងនៅបន្ទោសគណៈបពប្រឆាំងហ៎អាខ្លួនឯងហ្នឹងកាន់អំណាចរដ្ឋទេណាប៉ុន្តែដើរបន្ទោសគេអាហ្នឹងណានៅក្នុងទ្រឹស្ដីនយោបាយគេហៅភាពចោលមកសៀតនៃមេដឹកនាំនយោបាយ The idiot political leader សប្តាហ៍ក្រោយខ្ញុំនឹងនិយាយអំពីបុគ្គលិកលក្ខណៈនៃមេដឹកនាំនយោបាយចោលមកសៀតថាតើមានបុគ្គលិកលក្ខណៈបែបណាដើម្បីឲ្យបងប្អូនចេះសង្កេតហើយឲ្យចេះស្គាល់ថាអ្នកនយោបាយហ្នឹងវាជាអ្នកនយោបាយជាតិអ្នកនយោបាយស្នេហាជាតិឬក៏ជាអ្នកនយោបាយចោលមកសៀតសប្តាហ៍ក្រោយជួបគ្នាបាទសូមអរគុណបាទសូមជម្រាបសួរបាទសូមជម្រាបសួរជួបគ្នាម្ដងទៀតប្រចាំសប្តាហ៍រៀងរាល់ថ្ងៃអាទិត្យម៉ោង3ខ្ញុំតែងតែធ្វើការវិភាគជូនបងប្អូនដើម្បីជាផ្នែកមួយនៃគំនិតសម្រាប់បងប្អូនដែលតែងតែចាប់អារម្មណ៍កិច្ចការងារសង្គមនយោបាយហ
ហើយចូលចិត្តតាមដានអ្នកវិភាគផ្សេងអ្នកវិភាគផ្សេងហើយខ្ញុំក៏ជាមនុស្សម្នាក់ដែលតែងតែចូលរួមចំណែកនៅក្នុងការតាមដានកិច្ចការសង្គមនយោបាយទាំងកិច្ចការងារនយោបាយផ្ទៃក្នុងរបស់កម្ពុជារួមទាំងកិច្ចការងារអន្តរជាតិនយោបាយអន្តរជាតិនយោបាយការបរទេសថាតើសង្គមផ្សេងទៀតនៅក្នុងពិភពលោកហ្នឹងគឺវិវត្តទៅណាដំណើរនៃការវិវត្តរបស់ពិភពលោកទៅណាហើយកម្ពុជានៅត្រង់ណាជាការរួមចំណែកជាប្រចាំរបស់ខ្ញុំថ្ងៃនេះខ្ញុំលើកយកប្រធានបទមួយដែលមិនដើរឆ្ងាយចេញពីបូរណភាពទឹកដីកម្ពុជាទេទោះបីជាសប្តាហ៍នេះមានព្រឹត្តិការណ៍ធំមានព្រឹត្តិការណ៍ធំប៉ុន្តែខ្ញុំរាប់ព្រឹត្តិការណ៍ទាំងនោះជាព្រឹត្តិការណ៍កម្រិតទាបជាងការបាត់បង់បូរណភាពទឹកដីទោះបីជាមានភ្ញៀវកម្រិតរដ្ឋកម្រិតនៅប្រទេសកម្រិតបកក៏ដោយគ្មានអីសំខាន់ជាងការឈ្លានពានរបស់ថៃជាប្រចាំមកលើបូរណភាពទឹកដីកម្ពុជាហើយដែលគ្រប់គ្នាមើលឃើញថារដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនម៉ាណែតនេះអត់បានបំពេញតួនាទីឲ្យបានគ្រប់គ្រាន់នៅក្នុងការការពារបូរណភាពទឹកដីនោះទេប្រឹងប្រែងតែសរសេរសារអញ្ចឹងទៅសរសេរសារអញ្ចឹងទៅអញ្ចឹងថ្ងៃនេះខ្ញុំនឹងជជែករឿងនេះផ្ដោតជាប្រធានបទធំសំខាន់ហើយក៏ភ្ជាប់នៅព្រឹត្តិការណ៍ខ្លះនៅក្នុងសប្តាហ៍ដែរថ្ងៃនេះក៏ជាថ្ងៃមួយដែលសំខាន់ដែរសម្រាប់ប្រទេសជិតខាងជាពិសេសប្រទេសថៃដែលកំពុងតែឈ្លានពានបូរណភាពទឹកដីខ្មែរកំពុងតែមានការបោះឆ្នោតជាសកលជ្រើសរើសមេដឹកនាំថ្មីតាមរយៈការបោះឆ្នោតហើយក៏សប្តាហ៍នេះប្រហែលមួយថ្ងៃពីរថ្ងៃកន្លងមកនេះក៏យើងឃើញថាមានអិសរាជជនជាន់ខ្ពស់បំផុតរបស់វៀតណាមប្រធានមជ្ឈិមបករបស់វៀតណាមលោកតូលឹមហ្នឹងក៏មកធ្វើទស្សនកិច្ចនៅកម្ពុជាដែរប៉ុន្តែដូចខ្ញុំបានរៀបរាប់អញ្ចឹងថាគ្មានព្រឹត្តិការណ៍ណាសំខាន់ជាងព្រឹត្តិការណ៍ដែលថៃបំពេញហើយបន្តឈ្លានពាននៅលើបូរណភាពទឹកដីកម្ពុជាទេថ្ងៃនេះខ្ញុំនឹងព្យាយាមឆ្លុះបញ្ចាំងថាតើរឿងការឈ្លានពានរបស់ថៃនិងការបន្លបបំពេញបូរណភាពទឹកដីរបស់ថៃមកលើប្រទេសកម្ពុជាថាតើស្ថានភាពវិវត្តដល់ពេលណាដល់ណាហើយពលរដ្ឋគាត់កំពុងស្ថិតនៅក្នុងស្ថានភាពបែបណាអារម្មណ៍របស់មន្ត្រីរាជការការឈឺចាប់របស់មន្ត្រីរាជការកំពុងតែស្ថិតនៅក្នុងដំណាក់កាលណាភាពឈឺចាប់របស់កងទ័ពជួរមុខរបស់កម្ពុជាថាតើពួកគាត់កំពុងស្ថិតក្នុងស្ថានភាពកំពុងស្ថិតនៅក្នុងស្ថានភាពបែបណាហើយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតខ្លួនឯងនឹងកំពុងធ្វើអីចឹងថ្ងៃនេះខ្ញុំនឹងនិយាយចំណុចទាំង4នេះពីមុំទាំង4នេះដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពនៃភាពផុយស្រួយរបស់បូរណភាពទឹកដីកម្ពុជាមកដល់ពេលនេះអ្វីដែលខ្ញុំទទួលបានព័ត៌មានពីកម្ពុជាយើងឃើញថាទំហំនៃការឈ្លានពានរបស់ប្រទេសថៃមកលើទឹកដីកម្ពុជាបើយើងរាប់តាំងពីខេត្តព្រះវិហាររហូតមកដល់ខេត្តពោធិ៍សាត់មានកងទ័ពមួយចំនួនគាត់ធ្វើការប៉ាន់ស្មានទេហើយទិន្នន័យនេះជាទិន្នន័យប៉ាន់ស្មានពីកងទ័ពជួរមុខនៅក្នុងប្រទេសកម្ពុជាគាត់ថាទំហំដីដែលយើងកំពុងតែបាត់បង់ទៅឲ្យថៃនេះគឺមានទំហំប្រព័ន្ធខេត្តតាកែវមិនតូចទេបងប្អូនមិនតូចទេប្រហែលនឹងទំហំដីខេត្តតាកែវអញ្ចឹងមានន័យថាយើងសឹងបើយើងនិយាយឲ្យស្រួលស្ដាប់ថាយើងកំពុងតែបាត់បង់ដីទំហំមួយខេត្តពីសំណាក់ប្រទេសថៃដែលកំពុងឈ្លានពានមកលើកម្ពុជាសំណួរសួរថាតើពលរដ្ឋគិតបែបណា
មន្ត្រីរាជការមានអារម្មណ៍បែបណាកងទ័ពឈឺប៉ុណ្ណាហើយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតកំពុងធ្វើអីឲ្យពិតប្រាកដនៅក្នុងការឆ្លុះបញ្ចាំងការវិភាគតាមបែបឆ្លុះបញ្ចាំងថ្ងៃនេះយើងឃើញថាព្រឹត្តិការណ៍ដែលកើតឡើងចំពោះពលរដ្ឋអ្វីដែលខ្ញុំសង្កេតទី1គឺពលរដ្ឋបានបាក់ស្បាតដោយសារតែរដ្ឋាភិបាលខ្លួនឯងដោយសារតែរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនម៉ាណែតតែងតែគំរាមកំហែងទៅលើពលរដ្ឋខ្លួនឯងទៅលើអ្នកសារព័ត៌មានក្នុងស្រុកទៅលើមន្ត្រីរាជការមួយចំនួនដែលគិតគូរនិងនិយាយអំពីរឿងកិច្ចការងារព្រំដែនវាជារឿងចម្លែកមែនទែនដែលរដ្ឋាភិបាលប្រទេសផ្សេងទៀតគេបន់ឲ្យតែប្រជាជនគេស្រឡាញ់ជាតិគេចំណាយថវិកាជាតិនៅក្នុងការជំរុញធ្វើម៉េចកសាងជាតិនិយមឲ្យពលរដ្ឋគេស្រឡាញ់ជាតិចម្លែករដ្ឋាភិបាលរបស់កម្ពុជានៅពេលដែលពលរដ្ឋនៅពេលដែលមន្ត្រីរាជការនិយាយអំពីរឿងព្រំដែនបែរជាចោទមន្ត្រីរាជការចោទពលរដ្ឋថាកំពុងតែញុះញង់បង្កឲ្យមានភាពអសន្តិសុខនៅក្នុងសង្គមបង្កឲ្យមានភាពរញ៉េរញ៉ៃនៅក្នុងសង្គមថ្មីនេះយើងឃើញហើយថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតបានចាប់គ្រូបង្រៀនម្នាក់នៅក្នុងខេត្តកណ្ដាលគ្រាន់តែគ្រូបង្រៀនម្នាក់និយាយអំពីរឿងព្រំដែនណាម្រងគិតថារឿងព្រំដែននេះមិនបាច់ណានិយាយទេទុកឲ្យតែគ្នាអាចនិយាយបានហើយប៉ុន្តែបើថាឲ្យតែបកកាយអញ្ចឹងអត់អីទេបងប្អូនបរដ្ឋាភិបាលថាអូឥឡូវគុំនិយាយទាំងអស់ពលរដ្ឋក៏មិនបាច់និយាយកងទ័ពក៏គុំឈឺចាប់ទុកឲ្យពលរដ្ឋទុកឲ្យរដ្ឋាភិបាលទទួលខុសត្រូវដោះស្រាយប៉ុន្តែឥឡូវនេះ